ធីបញ្ចប់វត្តដាក់គឺធัวជាគ្រឿងវិលវល់តើព្រះទស្សពលត្រូវកសាងកម្មប្រភេទទីប៉ុន្មានណាតើមានកម្មអ្វីខ្លះណាសូមលោកចាគ្រូនិមន្តអត្ថាធិប្បាយឲ្យបានវែងបន្តិចចំពោះកម្មនីមួយៗព្រមទាំងធ្វើសេចក្តីប្រៀបធៀបឲ្យខ្ញុំកណាបានយល់ណានៅក្នុងរឿងដែលព្រះសម្មាសម្ពុទ្ធផ្ដើមកសាងកម្មនឹងអាចនិយាយបានពីរយ៉ាងមួយយ៉ាងយើងនិយាយតាមបារមីដែលព្រះអង្គសម្ដែងដោយផ្ដើមឡើងពិចារណាឃើញទានបារមីនឹងជាខាងដើមមាន10ប្រការហ្នឹងណាទី2គឺសិលទី3នៃខមៈ4បញ្ញា5វិរិយៈ6សច្ចៈ7ខន្តី8មេត្តាអធិដ្ឋានឧបេក្ខាមេត្តាអធិដ្ឋានឧបេក្ខាអាហ្នឹងយើងអាចនិយាយតាមបារមីហ្នឹងព្រោះពេលដែលព្រះអង្គតាំងចិត្តដើម្បីឲ្យបានជាព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គនៅចាំបាច់ពិចារណាថាតើនឹងសន្សំកម្មអ្វីបុណ្យអ្វីដើម្បីឲ្យបានជាព្រះសម្មាសម្ពុទ្ធក៏ពិចារណាឃើញទានហ្នឹងជាលើកទី1វាមិនទាន់បានសុខស្ងប់ល្អក៏បានឃើញដល់ការលះបង់ដែលជានេក្ខមបារមីនឹងទី3គ្រាន់តែលះបង់ហ្នឹងវាអត់ទាន់បានពិតប្រកបថាគ្រប់គ្រាន់ក៏ឃើញថាត្រូវតែចម្រើនបញ្ញាណាហ្នឹងតាមលំដាប់រៀងនៃបារមីហ្នឹងណាហើយការដែលសន្សំបញ្ញាហ្នឹងក៏គឺគ្រាន់តែការគ្រាន់តែសន្សំតែខ្វះនៅព្យាយាមវិរិយៈបារមីការព្យាយាមដែលជាឥទ្ធិបាតធัวធ្វើឲ្យបានសម្រេចនោះក៏មិនតាន់គ្រប់គ្រាន់ហ្នឹងព្រះអង្គនៅជាព្រះបរមពុរិស័ទនេះពិចារណាតាមលំដាប់ហើយក៏ព្រះអង្គក៏សាងសន្សំតាមលំដាប់នៃបារមីដែលយើងសូត្រហ្នឹងទុសបារមីឬក៏ចែកជាបារមីធម្មតាឧបបារមីនិងបារមត្ថបារមីត្រូវជា30ហ្នឹងណាហើយនិយាយម្ដងម្យ៉ាងទៀតដែលព្រះអង្គពិសេសជាព្រះសម្មាសម្ពុទ្ធព្រោះព្រះអង្គកសាងដោយធ្វើនៅមហាបរិច្ចាគ5ចរិយា3ណាមហាបរិច្ចាគ5គឺមានលះបង់ទ្រព្យសម្បត្តិលះបង់កូនលះបង់អវយវៈលះបង់ជីវិតណាហើយចរិយា3មានលោកដ្ឋចរិយាការប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោកពុទ្ធដ្ឋចរិយាប្រព្រឹត្តដើម្បីប្រយោជន៍ឲ្យបានជាព្រះសម្មាសម្ពុទ្ធញាតដ្ឋចរិយាប្រព្រឹត្តដើម្បីជាប្រយោជន៍ដល់ពពួកញាតអានឹងនិយាយពីចរិយាការប្រព្រឹត្តរបស់ព្រះបរមពុរិស័ទរហូតដល់ព្រះអង្គបានត្រាស់ជាព្រះសម្មាសម្ពុទ្ធតែហេតុខាងដើមគឺដោយអំណាចការសន្សំបារមី